នៅក្នុងសង្គមខ្មែរបច្ចុប្បន្នដែលបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងឆាប់រហ័សការទិញទំនិញអនឡាញបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនប៉ុន្តែអ្នកលក់និងអ្នកទិញនៅតែជួបប្រទះនូវបញ្ហាជាច្រើនដូចជាការទូទាត់មិនមានសុវត្ថិភាពការដឹកជញ្ជូនយឺតឬទំនិញមិនត្រឹមត្រូវដោយការពិពណ៌នាជាដើមពិសេសជាងនេះទំនិញបរទេសដែលមានតម្លៃទាបក៏កំពុងហូរចូលទីផ្សារខ្មែរយើងកាន់តែច្រើនផងដែរដែលជាហេតុធ្វើឲ្យផលិតផលខ្មែរដែលមានគុណភាពល្អតែងតែពិបាករកទិញហើយគ្មានទីផ្សារច្បាស់លាស់នេះអាចធ្វើឲ្យផលិតផលក្នុងស្រុកយើងបាត់បង់ឱកាសប្រកួតប្រជែងនិងអាចធ្វើឲ្យអាជីវកម្មទទួលរងនូវការបរាជ័យផងដែរដើម្បីឆ្លើយតបទៅនឹងបញ្ហានេះក្នុងនាមពួកយើងជាអ្នកអភិវឌ្ឍគេហទំព័រពួកយើងបានពិភាក្សារកដំណោះស្រាយនិងរកកំណត់គ្នាដើម្បីបង្កើតនូវគេហទំព័រមួយដែលឲ្យឈ្មោះថាខ្មែរ Post ចូលមកកាន់តំបន់ដំបូងលោកអ្នកនឹងឃើញមានដៃគូសហការផលិតផលក្នុងស្រុកអ្នកលក់ឆ្នើមមតិយោបល់ពីអ្នកប្រើប្រាស់មេកាទេសព័ត៌មាននិងអត្ថបទនិងព្រឹត្តិការណ៍នាពេលខាងមុខជាដើមដើម្បីអាចចូលប្រើប្រាស់ខ្មែរ Post បានតម្រូវឲ្យលោកអ្នកធ្វើការចុះឈ្មោះជាមុនសិនដោយគ្រាន់តែបំពេញនាមខ្លួននាមត្រកូលលេខទូរស័ព្ទអ៊ីមែលនិងពាក្យសម្ងាត់រួចធ្វើការចុះឈ្មោះជាការស្រេចក្នុងករណីដែលអ្នកប្រើប្រាស់មានគណនីរួចហើយប៉ុន្តែភ្លេចពាក្យសម្ងាត់លោកអ្នកគ្រាន់តែចុចភ្លេចពាក្យសម្ងាត់បំពេញអ៊ីមែលរបស់លោកអ្នករួចចុចបញ្ជូនដើម្បីរងចាំការផ្ទេរលេខកូដ OTP បន្ទាប់មកបំពេញលេខកូដ OTP ដែលអ្នកទទួលបាននិងធ្វើការចុចភ្លាមផ្ទាល់នោះលោកអ្នកនឹងអាចធ្វើការកំណត់ពាក្យសម្ងាត់ថ្មីបានរួចធ្វើការចូលគណនីជាការស្រេចចូលទៅកាន់ផលិតផលលោកអ្នកនឹងឃើញមានទំនិញជាច្រើនហើយអ្នកក៏អាចស្វែងរកទំនិញបានយ៉ាងងាយស្រួលតាមរយៈ filter ផ្សេងៗដូចជាប្រភេទទំនិញឬតម្លៃអ្នកក៏អាចបន្ថែមទំនិញដែលអ្នកពេញចិត្តទៅក្នុងបញ្ជីពេញចិត្តដើម្បីមើលពេលក្រោយបានផងដែរនៅក្នុងបញ្ជីពេញចិត្តលោកអ្នកក៏អាចធ្វើការបន្ថែមទំនិញទៅកាន់កន្ត្រកនិងលុបទំនិញចេញពីបញ្ជីវិញបានផងដែរសម្រាប់ព័ត៌មានលម្អិតលោកអ្នកក៏អាចចូលអានព័ត៌មានលម្អិតមតិយោបល់នឹងការវិតម្លៃមុននឹងសម្រេចចិត្តទិញបញ្ជាក់សំណួរទៅកាន់អ្នកលក់និងការដឹកជញ្ជូនលោកអ្នកអាចធ្វើការកំណត់ទំហំពណ៌ចំនួនរួចធ្វើការចុចទិញឥឡូវនេះឬបន្ថែមទៅកន្ត្រកជាមុនពេលអ្នកសម្រេចចិត្តទិញអ្នកអាចចូលទៅមើលកន្ត្រករបស់អ្នកដើម្បីពិនិត្យនិងកែប្រែចំនួនទំនិញឬលុបទំនិញចេញពីកន្ត្រកបានតាមតម្រូវការបន្ទាប់មកគ្រាន់តែចុចបន្តទូទាត់រួចបំពេញព័ត៌មានលម្អិតនិងជ្រើសរើសវិធីទូទាត់ដែលអ្នកចង់បានរួចអាប់ឡូតបង្កាន់ដៃទូទាត់ជាការស្រេចចូលទៅកាន់បញ្ជីអ្នកលក់លោកអ្នកនឹងឃើញបណ្ដុំអ្នកលក់ជាច្រើនហើយលោកអ្នកក៏អាចចូលមើល profile របស់ពួកគាត់បានផងដែរលោកអ្នកអាចធ្វើការអានមតិយោបល់និងធ្វើការវិតម្លៃទំនុកចិត្តទៅកាន់ពួកគាត់សម្រាប់មេកាទេសលោកអ្នកនឹងឃើញមានអ្នកមេកាទេសជាច្រើនសម្រាប់តម្រូវការប្រយោបល់ដល់អ្នកប្រើប្រាស់ហើយលោកអ្នកក៏អាចធ្វើការទំនាក់ទំនងទៅពួកគាត់ដោយផ្ទាល់ឬមើលទីតាំងរបស់ពួកគាត់បានដូចគ្នា Blog គឺជាបណ្ដុំអត្ថបទថ្មីៗសម្រាប់អ្នកប្រើប្រាស់អាននិងស្វែងយល់អំពីចំណេះដឹងថ្មីៗជាដើមខ្មែរ Post ក៏មានបណ្ដុំគោលដៅទេសចរក្នុងស្រុកដើម្បីឲ្យមានភាពងាយស្រួលក្នុងការស្វែងរកតំបន់កម្សាន្តភោជនីយដ្ឋាននិងកន្លែងស្នាក់នៅនានាអំពីយើងលោកអ្នកនឹងឃើញមានគោលបំណងរបស់ខ្មែរ Post បេសកកម្មចក្ខុវិស័យនិងតម្លៃក្នុងការបង្កឲ្យខ្មែរ Post កកើតឡើងក្រុមការងាររបស់ខ្មែរ Post និងសេចក្តីថ្លែងអំណរគុណដល់ក្រសួងប្រៃសណីនិងទូរគមនាគមន៍មូលនិធិសអនិងថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអានលោកអ្នកក៏អាចធ្វើការទំនាក់ទំនងกับពួកយើងដោយផ្ទាល់ដោយគ្រាន់តែធ្វើការបំពេញព័ត៌មានមួយចំនួននិងផ្ញើមតិជាការស្រេច
លោកអ្នកក៏អាចចូលទៅកាន់ប្រវត្តិរូបរបស់លោកអ្នកដើម្បីធ្វើការកំណត់នូវព័ត៌មានមួយចំនួនបានដូចគ្នាលោកអ្នកក៏អាចធ្វើការកំណត់ឬកែប្រែប្រវត្តិរូបដោយគ្រាន់តែចុចកំណត់ប្រវត្តិរូបលោកអ្នកនឹងអាចផ្លាស់ប្ដូរព័ត៌មានផ្ទាល់ខ្លួនកំណត់ពាក្យសម្ងាត់និងមើលការជូនដំណឹងលោកអ្នកក៏អាចលុបគណនីរបស់លោកអ្នកដោយគ្រាន់តែបញ្ចូលពាក្យសម្ងាត់លុះលោកអ្នកនឹងអាចលុបគណនីរបស់លោកអ្នកបានលោកអ្នកក៏អាចចូលមើលប្រវត្តិនៃការកម្មង់ចូលមើលវិក្កយបត្រនិងទាញយកជាទម្រង់ PDF បានផងដែរ Khmer Boot ក៏មានរចនាបថ Dark Mode Light Mode សម្រាប់ជាភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការប្រើប្រាស់ទៅតាមតម្រូវការជាចុងបញ្ចប់យើងសូមថ្លែងអំណរគុណយ៉ាងអនេកដល់ក្រសួងប្រៃសណីនិងទូរគមនាគមន៍មូលនិធិសអនិងសាលាបណ្តុះបណ្តាលបច្ចេកវិទ្យាអានដែលបានឧបត្ថម្ភនិងគាំទ្រយ៉ាងសកម្មការគាំទ្រដ៏មានតម្លៃនេះផ្ដល់ឱកាសដ៏អស្ចារ្យឲ្យពួកយើងទទួលបានចំណេះដឹងថ្មីការអនុវត្តជំនាញនិងការលូតលាស់ក្នុងវិស័យដែលយើងស្រឡាញ់ដែលមានសារៈសំខាន់ក្នុងសង្គមបច្ចុប្បន្នយើងសូមសន្យាថានឹងប្រើចំណេះដឹងនិងជំនាញដែលទទួលបានដើម្បីបន្តការបង្កើតនិងអភិវឌ្ឍកម្មវិធីឲ្យមានប្រយោជន៍ចំពោះសង្គម